ចឹងញ៉ាំត្រីខកំប៉ុងប៉ុន្តែអត់ចង់ទិញទេបងប្អូនអាចសាកធ្វើខត្រីកំប៉ុងតាមរបៀបនេះបានមិនត្រឹមតែរសជាតិស្តៀងត្រីខកំប៉ុងទេគឺថាឆ្ងាញ់ជាងដាច់ហ្មងហើយអានេះកាន់តែកណ្ដៅគឺកាន់តែឆ្ងាញ់ជាងមុនហ្មងសម្រាប់ត្រីគឺយើងប្រើជាត្រីកំប៉ុងបងប្អូនយកណាស្រស់ល្អកាត់ក្បាលយកពោះវាចេញហើយយើងប្រឡាក់គ្រឿងយកមកសម្រាប់ទឹកត្រីខ្ញុំដាក់1ស្លាបព្រាបាយអំបិលមួយចិបម្សៅស៊ុបមួយចិបប៊ីចេងបន្តិចស្ករបន្តិចជាមួយនឹងម្រេចហើយសម្រាប់ស្រាចិននេះបើសិនជាបងប្អូនមានក៏ដាក់បន្តិចមកនឹងវាជួយកាត់ក្លិនអញ្ចឹងត្រីប្រឡាក់ហើយទុកវាចោលខ្ទង់20ទៅ30នាទីយើងទៅរៀបចំគ្រឿងផ្សេងទៀតដែលយើងមានខ្ទឹមសខ្ទឹមក្រហមជាមួយនឹងប៉េងប៉ោះអីហ្នឹងហើយសម្រាប់ត្រីខគឺអាចអត់ស្ករត្នោតបានទេបងប្អូនអានេះខ្ញុំដាក់1ស្លាបព្រាបាយវាឡើងសបកក្រហមជើងក្រងមកល្មមយើងបន្ថែមប្រេងឆាបន្តិចហើយយើងកំពងខ្ទឹមសខ្ទឹមក្រហមជាមួយនឹងគល់ខ្ទឹមមកមើលទៅសបកវាឡើងក្រហមល្មមដាក់ទឹកប៉េងប៉ោះចូលប្រហែលជា3ស្លាបព្រាបាយទឹកប្រេងខ្យង2ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេជាមួយនឹងម្រេច1ស្លាបព្រាកាហ្វេហើយបងប្អូនកុំភ្លេចបន្ថែមទឹកបន្តិចផងអានេះគឺយើងយករៀងរាវមកល្មមដែរអញ្ចឹងណាដោយសារតែយើងត្រូវរំងាស់ទៀតសម្រាប់រសជាតិគឺយើងយករៀងសាបផ្អែមតិចជូរតិចព្រោះពេលដែលយើងយកទៅរំងាស់រសជាតិរបស់វានឹងកាន់តែដិតមុតជាងមុននេះហើយចុងក្រោយគេបងប្អូនបន្ថែមតែស្លឹកខ្ទឹមមកលើកវាចេញទុកម្ដុំហើយយើងដាក់ប៉េងប៉ោះដែលយើងបានហាន់ជាដុំតូចអញ្ចឹងដាក់ត្រីដែលយើងបានប្រឡាក់ពីលើចាក់ទឹកគ្រឿងដែលយើងបានឆាហើយឆ្អិនហ្នឹងបងប្អូនចាក់ពីលើហើយគ្របគម្របរំងាស់ប្រហែលជាខ្ទង់20ទៅ30នាទីទាំងក្លិនទាំងរសជាតិអីគឺធានាបងប្អូនគឺមកឆ្ងាញ់ស្តៀងត្រីខកំប៉ុងហ្មងហើយរសជាតិហ្នឹងគឺឆ្ងាញ់ជាងទៀតណាបងប្អូនហើយចុងក្រោយគេចង់រោយស្លឹកខ្ទឹមបន្តិចក៏បានឬក៏អត់ក៏បានដែរសម្រាប់អានេះពេលដែលយើងយកទៅរំងាស់ទៅរសជាតិរបស់វាកាន់តែដិតមុតជាងមុនអញ្ចឹងណារៀងជូរដាក់លាយជាមួយទឹកកកញ៉ាំជាមួយគឺត្រូវជាតិគ្នាខ្លាំងមែនតើហើយខត្រីកំប៉ុងនេះបើសិនជាបងប្អូនចង់ឲ្យវាផុយទាំងឆ្អឹងដូចត្រីខហ្មងណាបងប្អូនអាចដាក់វាលើភ្លើងខ្ទង់2ម៉ោងទៅ3ម៉ោងអញ្ចឹងទៅប៉ុន្តែដោយសារនេះគឺខ្ញុំបញ្ញាប់អញ្ចឹងណាដាក់តែខ្ទង់20នាទីអីហ្នឹងញ៉ាំបានហើយគ្រាន់តែថាវាអត់ផុយឆ្អឹងអញ្ចឹងទៅ